នេះគឺជាវីដេអូកាលខ្ញុំប្រុសស្រូវបងប្អូនបាទជាថ្ងៃបង្ហើយបងប្អូនបាទប្រៀបធៀបរវាងធ្វើស្រែពីសម័យដើមនិងសម័យបច្ចុប្បន្នសម័យទំនើបនេះបងប្អូនបាទគឺវាខុសគ្នាឆ្ងាយណាស់បងប្អូនបាទពីដើមឯងពីជីដូនជីតាជីលូតជីទាជីលាយើងនេះបងប្អូនបាទធ្វើស្រែបងប្អូនមិនមែនធ្វើច្រើន4 10 20ហិកតាដូចសម័យឥឡូវទេបងប្អូនហើយធ្វើតែនឹងគល់គោទៀតបងប្អូនបាទហើយដាក់ជីធម្មជាតិទៀតបងប្អូនធ្វើស្រែត្រឹមកន្លះហិកតាត្រឹម1ហិកតាប៉ុណ្ណឹងឯងបងប្អូនចាស់ពីដើមបងប្អូនប៉ុន្តែស្រូវកើតមហាកើតបងប្អូនបាទស្រូវពេលច្រូតកាត់ប្រមូលផលបានស្រូវហៀជំរុកហើយបានរឹបសបាវទៀតឯណោះបងប្អូនបាទតែសម័យបច្ចុប្បន្នបងប្អូនអើយធ្វើដល់ទៅ20 30 40 50ហិកតាយ៉ាងណាក៏ដោយបងសម័យឥឡូវធ្វើច្រើនហិកតាប៉ុណ្ណាក៏ដោយបងប្អូនដល់ពេលប្រមូលផលបងប្អូនអើយស្រូវមិនដឹងបាត់ទៅណាអស់